Hello. នេះមិនទាន់ត្រៀមខ្លួនហើយផងក៏សូមប្រកាសព្រមបាននេះធ្វើម៉េចអត់ដឹងថាចាប់ដើមចំណុចណាទៅនេះបងមកកុំរំពេកមកមើលវីដេអូនេះតិចសិនជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ដល់ទៀតមកកាន់ Channel នេះទីនេះវិញនៅពេលដែលក្រសួងប្រកាសជ្រើសរើសមន្ត្រីបងប្អូនគួរតែសប្បាយចិត្តព្រោះអាកាសបានមកដល់ហើយបងប្អូននឹងមានការជឿជាក់លើខ្លួនឯងខ្លាំងជាងមុនបើសិនជាបងប្អូនយល់ពី3គណៈការនេះច្បាស់ហើយគណៈការខ្លះតោះជឿដល់របស់គ្នាទី1គឺការតាមដានព័ត៌មាននៅតាមហេតុការណ៍បងប្អូនកម្រចាំគេមកប្រាប់បងប្អូនត្រូវមកចាត់ការលើខ្លួនឯងដោយត្រូវចូលទៅកាន់ Facebook page ឬក៏ group Telegram ហើយដាក់ cipher ផងទាំងក្រសួងវិសាធារណៈក៏ដូចជាក្រសួងសម័យដែលបងប្អូនចង់ប្រឡងហើយចំណែកដែរខ្ញុំក៏បានលម្អិតនៅក្នុងវីដេអូមុនផងដែរគឺខ្ញុំអាចទៅចូលមួយបន្ថែមបានចំណុចទី2គឺតិចនិចនៃការដាក់ពាក្យបើសិនជាមានស្ដីជូនទៅនឹងដល់ក្រសួងមកបងប្អូនកុំអានអីវិញពេកត្រូវអានឲ្យយឺតតែឲ្យច្បាស់ជាពិសេសគឺតកតងទៅនឹងលក្ខខណ្ឌក៏ដូចជាឯកសារតើវាត្រូវការអីស្អីខ្លះដូចជាតញ្ញាប័ណ្ណសញ្ញាបត្រឬក៏រូបថតជាដើមហើយចំណុចបន្តទៀតគឺវិញ្ញាសាតើគេប្រឡងជាប្រមាណគណៈកាលមានសំណួរគូចម្លើយឬក៏បរមាធិបាយដែរទេបន្តមកទៀតគឺការជ្រើសរើសប៉ុស្តិ៍ព្រោះចំណុចនេះបងប្អូនកុំដោតទៅកន្លែងល្អខ្លាំងពេកព្រោះវាអាចមានបេក្ខជនច្រើនដែលយើងប្រវត្តិគូប្រជែងតែកុំយកទៅឆ្ងាយពេកព្រោះពេលខ្លះបើយើងបើសិនជាជាប់គឺយើងប្រវាក់នឹងការបដូរមកវិញពីបច្ចុប្បន្ននេះដូច្នេះយើងយកកន្លែងដែលមានកម្រិតមធ្យមសម្រាប់សមត្ថភាពរបស់យើងហើយគឺយើងអាចទៅបំពេញការងារនៅទីនោះផងដែរទី3គឺយុទ្ធសាស្ត្រក្នុងបន្ទប់ប្រឡងបាននៅក្នុងចំណុចនេះសូមហកមុនពេលប្រឡងតិចមានន័យថានៅថ្ងៃដែលប្រឡងហ្នឹងក៏បងប្អូនបើមានពេលក៏ត្រូវតែមើលសភៅដែរខ្ញុំគិតថាដល់ពេលហើយយើងមិនចេះបាទពេលខ្លះសំណាងគឺនៅពេលហ្នឹងដែរខ្ញុំសូមចែករំលែកបទពិសោធន៍ជាក់ស្ដែងគឺមុនពេលប្រឡងពីមុនមកខ្ញុំក៏ត្រៀមខ្លួនបានច្រើនដែរប៉ុន្តែថ្ងៃដែលប្រឡងចូលមកដល់ពេលរសៀលអញ្ចឹងគឺព្រលឹមឡើងខ្ញុំអានសភៅធម្មតាស្រាប់តែពេលដែលចូលប្រឡងនោះគឺចេញចំនឹង3សំណួរខ្ញុំពិតជាមានអារម្មណ៍សប្បាយបាទព្រោះយើងបានអានហើយគឺអានផ្ដោតទៅចេះតែម្ដងមិនអានតែម្ដងចោលទេគឺដូចខ្ញុំអាន3ដងដូច្នេះគឺយើងមានអារម្មណ៍ទៅហើយចំណុចសំខាន់ដែលពេលប្រឡងមកដល់នោះគឺការគ្រប់គ្រងពេលវេលាខ្ញុំមិនថាដំណាក់កាលណាទេគឺការគ្រប់គ្រងពេលវេលាគឺសំខាន់បើសិនជាដំណាក់កាលទី1ពាក់ព័ន្ធនឹងសំណួរពហុចម្លើយជាដើមសំណួរមានច្រើនតែពេលវេលាខ្លីហើយអារម្មណ៍យើងគឺតែទៅថាពេលប្រឡងនោះគឺម៉ោងដើរលឿនដូច្នេះបងប្អូននៅពេលដែលគេចែកចតារាងមកយើងអាចសរសេរលេខរៀងពីលេខ1ដល់លេខចុងក្រោយនៃសំណួរហ្នឹងទៅហើយយើងអាចស្រេច2ក្នុងចំណោម4យកមកបំពេញសិនហើយធ្វើបែបនេះបានប្រហែលជា20សំណួរបងប្អូនបំពេញចូលទៅក្នុងសរុបកិច្ចការយើងដើម្បីកុំឲ្យចុងម៉ោងយើងមានការបារម្ភមានការភ័យខ្លាចធ្វើអត់ទាន់អញ្ចឹងយើងត្រូវធ្វើបែបនេះរហូតដល់ចប់ហើយដំណាក់កាលបន្តទៅទៀតបើសិនជាពាក់ព័ន្ធនឹងការសរសេរគឺបងប្អូនទី1ដូចគ្នាគឺគ្រប់គ្រងពេលវេលាទី2ត្រូវសរសេរឲ្យចប់ដើមនៃសំណួរនេះកុំនៅបដោតអក្សរពេកមានន័យថាអក្សរគឺជារឿងសំខាន់ប៉ុន្តែបើសិនជាបងប្អូនព្រឹត្តដែលធ្វើឲ្យប៉ះពាល់ដល់ពេលវេលាដែលមិនអាចសរសេរដល់ចប់ដើមដូចជាកថាបរាជ័យផងដែរដូច្នេះបងប្អូនអាចសរសេរឲ្យមានរបៀបហើយគេអាចមើលយកបានក៏វាចំណេញពេលសម្រាប់បងប្អូនដូចគ្នាអូហើយកុំភ្លេចយកនាឡិកាដៃទៅផងដើម្បីទៀងទាត់ម៉ោងតែហាមយក Smart Watch នេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំហើយដែលចង់ចែករំលែកសង្ឃឹមថាវានឹងអាចជួយទៅដល់បងប្អូនឲ្យមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងបើបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយ Subscribe ដូចជា comment នៅខាងក្រោមផង
ជូនពរបងប្អូនប្រឡងជាប់គ្រប់គ្នាសូមអរគុណសូមជម្រាបលា